បើសិនជាផែនដីជាភពតែមួយនៅក្នុងប្រព័ន្ធព្រះអាទិត្យតែនឹងមានអ្វីកើតឡើងសម្រាប់ប្រព័ន្ធព្រះអាទិត្យរបស់យើងមានព្រះអាទិត្យមួយជាមួយនឹងភពចំនួន8នឹងជាភពដែលគេទទួលស្គាល់ព្រោះឲ្យមានលក្ខណៈសម្បត្តិគ្រប់ថាជាភពការពិតទៅមានច្រើនជាងនឹងទៀតគ្រាន់តែខ្លះអត់ពេញលក្ខណៈចឹងហើយបានគេអត់រាប់ចូលថាជាភពទេហើយភពនៅក្នុងប្រព័ន្ធព្រះអាទិត្យនឹងដើរតួនាទីដូចជាគ្រូសាស្ត្រចាមានលក្ខណៈសម្បត្តិសំខាន់រៀងៗខ្លួនឧទាហរណ៍ដូចជាផែនដីយើងស្ថិតនៅកន្លែងឬមួយក៏សូន្យដែលអាចទ្រទ្រង់ជីវិតបានដោយសារតែមានវត្តមានរបស់ភពផ្សេងៗដូចគ្នាបើអត់មានភពផ្សេងៗទេយើងក៏អត់នៅសូន្យពណ៌បៃតងកន្លែងដែលអាចទ្រទ្រង់ជីវិតនឹងបានដែរព្រោះអីទំនាញពិភពផ្សេងៗធ្វើឲ្យយើងនៅកន្លែងដែលល្អមួយហ្នឹងបើសិនជាមិនមានភពពុទ្ធភពសុក្រ Mercury Venus ផែនដីរបស់យើងនឹងត្រូវទាញគៀកទៅព្រះអាទិត្យធ្វើឲ្យมันអាចទ្រទ្រង់ជីវិតអត់មានទឹកសមុទ្រហួតអស់រលីកសំខាន់សីតុណ្ហភាពក៏ក្តៅខ្លាំងដូចគ្នាចំពោះភពប្រហោះហើយនិងភពសៅរ៍ Jupiter ហើយនិង Saturn ក៏មានសារៈសំខាន់ដែរបើអត់មានពីរហ្នឹងទេផែនដីយើងក៏អាចឃ្លាតឆ្ងាយពីគន្លងរបស់ខ្លួនបានដែរតែកាន់តែឆ្ងាយសីតុណ្ហភាពកាន់តែត្រជាក់ដីជីវជាតិរបស់យើងនឹងក្លាយទៅជាវាលតកសំខាន់ភពទាំងពីរហ្នឹងក៏ជាអ្នកជួយការពារភពផែនដីរបស់យើងទៀតផងទូទៅគេឲ្យ credit ទៅ Jupiter ទេទាំងតែការប៉ះអ្នកការពារមានដល់តែ2ទំនាញដ៏ខ្លាំងរបស់ Jupiter ធ្វើឲ្យអាចផ្កាយឬមួយក៏ asteroid ពួកផ្កាយដ៏កន្ទុយនិយាយទៅវត្ថុយ៉ាប់ទាំងឡាយដែលត្រូវហោះមកបុកផែនដីត្រូវទំនាញ Jupiter ស្រូបអត់ឲ្យប៉ះពាល់ដល់ផែនដីវិញចំណែក Saturn ភពសៅរ៍វិញជួយទាញ Jupiter កុំឲ្យវាចេញពីកន្លងរបស់ខ្លួនទៅគៀកព្រះអាទិត្យព្រោះបើ Jupiter ទៅគៀកព្រះអាទិត្យមិនមានន័យថាវានៅគៀកផែនដីយើងដែរផែនដីយើងនឹងនៅអត់សុខទេព្រោះមានគ្រោះធម្មជាតិផ្សេងៗនិយាយទៅការពារបានតែនៅពីចម្ងាយបើនៅចិត្តរងគ្រោះយើងវិញសំខាន់វត្តមានរបស់ភពផ្សេងៗធ្វើឲ្យយើងមានព្រះច័ន្ទសំខាន់ខ្លាំងមែនទែនសម្រាប់ផែនដីរបស់យើងទំនាញពីព្រះច័ន្ទធ្វើឲ្យផែនដីវិលបែបត្រឹមត្រូវមានរដូវដ៏ទៀងទាត់ល្អសម្រាប់ជីវៈរស់ទាំងឡាយបើអត់មានព្រះច័ន្ទផែនដីនឹងវិលបែបអត់មានទិសដៅបង្កទៅជាបញ្ហាធំសីតុណ្ហភាពឡើងចុះអត់ថិតថេរចឹងហើយជីវិតនៅលើផែនដីក៏អាចកើតមានបានដែរបើសិនជាអត់មានព្រះច័ន្ទបន្ថែមពីលើនឹងទំនាញពីព្រះច័ន្ទធ្វើឲ្យមានទឹកចូលទឹកនីល្អសម្រាប់សត្វផ្សេងៗដែលនៅក្រោមទឹករាប់ទៅមូលហេតុដែលធ្វើឲ្យផែនដីមានជីវិតគឺសុទ្ធតែមានជំនួយពិភពផ្សេងៗទាំងអស់មិនមែនព្រោះហេតុចៃដន្យឬក៏មិនមែនមកពីយើងនឹងពិសេសទេព្រោះបើមិនមានវត្តមានរបស់ភពផ្សេងៗក៏យើងពិសេសអត់កើតដែរអ្វីគ្រប់យ៉ាងដែលកើតឡើងមកគឺសុទ្ធតែមានសារៈសំខាន់របស់វាសំខាន់លើយើងចោលអារម្មណ៍លើតម្លៃរបស់វាខ្លាំងប៉ុណ្ណាចុះអ្នកទាំងអស់គ្នាវិញចង់ដឹងពីរឿងអីផ្សេងតាក់ទងនឹងរឿងក្រៅភពអត់កុំភ្លេចខមមិននៅខាងខម